តើគុណព្រះអង្គលោកគ្រូអ្នកគ្រូសូមជម្រាបសួរឲ្យល្ងាចដល់ល្អនេះហើយញ៉ាំបាយហើយនៅអូខេត្រៀមហើយនៅក្នុងការសាមកាំងព្រះជាម្ចាស់នេះគឺជាសប្តាហ៍ទី4មែនទេបងសប្តាហ៍ទី4ក្នុងខែក្នុងខែ10ម៉ានខែយើងខែ11ឯងបាទធំក្លិនគ្រីស្មាស់ជាក់ឯងធំក្លិនគ្រីស្មាស់អត់បាទ Merry Christmas គ្នាទៅវិញទៅមក Merry Christmas ព្រោះយើងជួបគ្នាខែក្រោយផុតគ្រីស្មាស់បាត់ហើយមែនទេត្រូវអត់ឯងចង់ជួបមុនគ្រីស្មាស់អូខេយើងជួបគ្នានៅខែក្រោយអញ្ចឹងមួយខែយើងធ្វើម្ដងយើងទៅពីកន្លែងនេះមកកន្លែងនេះហើយពីម្ដងទៅម្ដងយើងអរគុណព្រះអង្គមែនទែនដែរមើលទៅដូចជាអញញ៉ៃដូចជាពិបាកបន្តិចក៏ប៉ុន្តែគ្រប់យ៉ាងទាំងអស់គឺជាព្រះគុណរបស់ព្រះអង្គហើយយើងមានពេលវេលាដ៏ល្អជាមួយនឹងគ្នាអេមែនហើយឲ្យចិត្តដល់ថ្ងៃម្នាក់មានអារម្មណ៍ថារវល់មែនទែនមិនដឹងថាម៉េចរវល់ហ្មងឲ្យចិត្តដល់ថ្ងៃអត់ដឹងថាយ៉ាងម៉េចគឺទៅអរិយវាប្រកែរហូវិធីលបួងយើងកុំឲ្យថ្វាយអង្គមព្រះមែនទែនមែនទេឲ្យតែចិត្តចុងខែម្នាក់ដល់រវល់មកឲ្យខ្ញុំក៏រវល់បងប្អូនក៏រវល់ប៉ុន្តែអរព្រះគុណព្រះអង្គដែលយើងអាចមានជ័យជំនះហើយយើងអាចចូលមកថ្វាយអង្គមព្រះអង្គនៅល្ងាចនេះបានអេមែនបងប្អូនត្រៀមហើយនៅក្នុងការដែលទៅជួបព្រះជាម្ចាស់ត្រៀមហើយនៅក្នុងការទទួលព្រះគុណរបស់ពីព្រះជាម្ចាស់សូមក្រុមថ្វាយអង្គមឡើងខាងលើហើយយើងនឹងទៅជាមួយនឹងគ្នាយើងនឹងជាងបាត់ព្រះគុណជាមួយនឹងគ្នាក្រុមថ្វាយអង្គមបានសូមឡើងខាងលើហើយយើងនឹងថ្វាយអង្គមព្រះអង្គជាមួយគ្នាបងប្អូនបានក្រោកឈរឡើងលោកគ្រូសូមបិទភ្លើងតិចដល់អីខាងក្រោមបាទដើម្បីឲ្យងឹតតិចមកដើម្បីឲ្យយើងអាចនឹងមានកាយវិការខ្លះពេលខ្លះយើងអៀនអីចឹងណាភ្លើងខ្លាំងពេកចឹងទៅយើងអៀនជាងអីចឹងណាមែនអត់ទេបាទសូមបិទតិចទៀតទុកតែភ្លើងលើឆាកបានហើយទុកឲ្យពួកខ្ញុំបានហើយពួកខ្ញុំអត់សូវអៀននៅខាងលើធ្លាប់ហើយអ្នកនេះសិតតែអត់អ្នកអៀនទេបាទបញ្ចុះអស់ហើយបាទបន្តិចទៀតទេដឹងអីលោកគ្រូបានទេប៉ុណ្ណឹងបានទេអូខេបានទេណាអត់មានណាអៀនទៀតទេណាណាអៀនរត់ទៅក្រោយបាទតិចទៀតយើងលោតរងសារកម្មព្រះជាម្ចាស់នឹងគ្នាប៉ុន្តែយើងជាងបាត់ព្រះគុណជាមួយនឹងគ្នាសូមបានចូលទៅកាន់វត្តមានព្រះអង្គដោយព្រះគុណរបស់ព្រះអង្គជាមួយនឹងគ្នាផងដែរសូមបានអធិដ្ឋានជាមួយខ្ញុំបន្តិចហើយយើងនឹងចូលទៅកាន់វត្តមានព្រះជាម្ចាស់ព្រះយេស៊ូវយើងអរព្រះគុណទ្រង់សម្រាប់ល្ងាចដ៏ល្អនេះហើយយើងជឿថាព្រះវត្តមានព្រះអង្គព្រះវិញ្ញាណបរិសុទ្ធនៃទ្រង់កំពុងតែនៅទីនេះផងដែរព្រះអង្គឲ្យសូមយើងបានសិក្សាជាមួយព្រះអង្គថែមទៀតហើយយើងដកអស់ទាំងភាពអៀនខ្មាស់ដកអស់ទាំងបញ្ហាដកទាំងបន្ទុកទាំងអស់ហើយយើងទុកមួយ license ហើយនៅពេលនេះឲ្យយើងបានចូលទៅកាន់ព្រះអង្គស្និទ្ធមួយទល់នឹងមួយផងដែរព្រះអង្គឲ្យសូមតែពេលវេលានេះមិនមែនជាពេលវេលារបស់មិត្តភ័ក្តិរបស់ខ្ញុំមិនមែនជាពេលវេលារបស់លោកគ្រូរបស់ខ្ញុំមិនមែនជាពេលវេលារបស់អ្នកនេះអ្នកនោះប៉ុន្តែគឺជាពេលវេលារបស់ខ្ញុំផ្ទាល់ជាមួយនឹងព្រះជាម្ចាស់ផងដែរព្រះអង្គឲ្យសូមព្រះគុណព្រះពរសេចក្តីបរិសុទ្ធរបស់ព្រះអង្គភាពស្មោះត្រង់របស់ព្រះអង្គបានហូរចូលមកជីវិតរបស់ទូលបង្គំទាំងអស់គ្នានៅក្នុងល្ងាចនេះផងដែរសូមគង់នៅជាមួយពួកយើងគង់នៅជាមួយអ្នកភ្លេងសូមឲ្យគ្រប់ការទាំងអស់ព្រះអង្គសពហាតីទូលបង្គំអរព្រះគុណទ្រង់ហើយថ្វាយល្ងាចដ៏ល្អនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទបងប្អូនយើងជឿជាមួយគ្នាថាបាត់ព្រះគុណជាមួយគ្នាគ្រប់ការអ្វីទាំងអស់កើតមានក្នុងជីវិតខ្ញុំគ្រប់ការអ្វីទាំងអស់កើតមានក្នុងជីវិតខ្ញុំគ្រប់ពេលវេលាទាំងអស់គ្រប់ពេលវេលាទាំងអស់មានក្នុងជីវិតខ្ញុំគ្រប់ជំហានទាំងអស់គ្រប់ជំហានទាំងអស់ដែលខ្ញុំធ្លាប់ដើរឆ្លងកាត់មិនមែនកើតពីធម្មជាតិទេតែជាព្រះគុណដូចជាព្រះអាទិត្យរាឡើងពេលព្រឹងងៀងអស្ដងគុណការរីកឡើងសាយក្លិនក្រអូបបង្កើតផលផ្លែក្រុមពេលវេលានៃរដូវកាលតែផ្លាំងបដូរមិនមែនកើតពីធម្មជាតិទេតែជាសម្រាប់ជាមួយគ្នាតែគ្រប់យ៉ាងតែគ្រប់យ៉ាងជាព្រះគុណ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 គ្មានព្រំដែនមានការអ្វីតូចណាមួយក្នុងជីវិតខ្ញុំ
កើតពីធម្មជាតិទេហើយគ្រប់យ៉ាងជាព្រះគុណព្រះគុណនៃទ្រង់ជីវិតខ្ញុំកើតមកអាមែនពីកុមារពីរហូតមកដល់ពេលនេះជីវិតដែលមានដងហើមដ៏មានក្តីស្រមៃមិនមែនកើតពីធម្មជាតិទេមិនមែនកើតពីធម្មជាតិទេតែជាព្រះគុណព្រះការជួយគ្នាថាជីវិតដែលទ្រង់ត្រាស់ហៅខ្ញុំជាកូនព្រះអង្គទ្រង់ត្រាស់ហៅខ្ញុំជាកូនព្រះអង្គឲ្យខ្ញុំសរសើរដំកើងនឹងថ្វាយបង្គំព្រះពុទ្ធទ្រង់ព្រះពុទ្ធទ្រង់ផ្ដល់ឲ្យខ្ញុំអាចផ្សាយដំណឹងល្អមិនមែនកើតពីធម្មជាតិទេតែជាព្រះគុណតែព្រមយ៉ាងជាព្រះគុណ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 គ្មានព្រំដែនមានអ្វីដូចណាមួយក្នុងជីវិតខ្ញុំកើតពីធម្មជាតិទេតែគ្រប់យ៉ាងជាព្រះគុណព្រះគុណនៃតែគ្រប់យ៉ាងជាព្រះគុណជាព្រះគុណ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 គ្មានព្រំដែនមានអ្វីដូចណាមួយក្នុងជីវិតខ្ញុំកើតពីធម្មជាតិទេតែគ្រប់យ៉ាងជាព្រះគុណព្រះគុណនៃតែគ្រប់យ៉ាងតែគ្រប់យ៉ាងជាព្រះគុណព្រះគុណព្រះគុណគ្មានព្រំដែនមានអ្វីដូចណាមួយក្នុងជីវិតខ្ញុំកើតពីធម្មជាតិទេតែគ្រប់យ៉ាងជាព្រះគុណព្រះគុណនៃទ្រង់ខ្ញុំចង់បងប្អូនមិនលឺសំឡេងពីព្រះគុណរបស់ព្រះអង្គនៅក្នុងល្ងាចនេះជាមួយនឹងគ្នាយើងនឹងប្រកាសព្រះអង្គម្ចាស់អើយយើងអធិដ្ឋានសូមព្រះគុណព្រះអង្គថែមទៀតក្នុងជីវិតយើងអធិដ្ឋានដល់អស់ពីចិត្តរបស់យើងបងប្អូនឲ្យយើងប្រកាសថាព្រះអង្គម្ចាស់អើយហើយបងប្អូនទូលទៅកាន់ព្រះអង្គតាមបងប្អូនចង់មាននៅពេលនេះផងដែរខ្ញុំដល់ដើម្បីយើងមិនលឺសំឡេងទាំងអស់គ្នា1 2 3ព្រះអង្គម្ចាស់យើងអាចមានវត្តមាននៅទីនេះក៏ដោយសារតែព្រះគុណព្រះអង្គហើយសូមឲ្យពេលវេលានេះជាពេលវេលាដែលយើងស្គាល់ពីព្រះគុណព្រះអង្គច្បាស់នៅក្នុងជីវិតរបស់យើងថែមទៀតផងដែរអូហាឡេលូយ៉ាព្រះអង្គហើយសូមអរគុណសូមអរគុណព្រះគុណព្រះអង្គហើយសូមឲ្យជីវិតយើងទុកចិត្តព្រះអង្គហើយយើងដឹងថាគ្រប់ទាំងអស់គឺជាព្រះគុណរបស់ព្រះអង្គសូមឲ្យយើងបានមានព្រះគុណព្រះអង្គក្នុងជីវិតយើងថែមទៀតហើយយើងបានស្គាល់ព្រះអង្គថែមទៀតក្នុងជីវិតរបស់យើងយើងប្រកាសជាមួយគ្នាថាតែគ្រប់យ៉ាងជាព្រះគុណ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 ព្រះគុណព្រះគុណព្រះគុណមានព្រំដែនមានអ្វីដូចណាមួយក្នុងជីវិតខ្ញុំកើតពីធម្មជាតិទេតែគ្រប់យ៉ាងជាព្រះគុណព្រះគុណនៃទ្រង់តែគ្រប់យ៉ាងតែគ្រប់យ៉ាងជាព្រះគុណព្រះគុណព្រះគុណព្រះ
គុណគ្មានព្រំដែនមានអ្វីតូចណាមួយក្នុងជីវិតខ្ញុំកើតពីធម្មជាតិទេតែគ្រប់យ៉ាងជាព្រះគុណនៃទ្រង់តែគ្រប់យ៉ាងជាព្រះគុណនៃទ្រង់តែគ្រប់យ៉ាងជាព្រះគុណព្រះគ្រីហាឡេលូយ៉ាបងប្អូនអរនេះមានព្រះគុណរបស់ព្រះជាម្ចាស់អេមែនសម្រាប់គ្នាទៅវិញទៅមកថាសូមពេញដោយព្រះគុណរបស់ព្រះជាម្ចាស់សូមពេញដោយព្រះគុណរបស់ព្រះជាម្ចាស់យើងសរសើរម្កាងម្ដងជួយគ្នាអេមែនតោះយើងសរសើរម្កាងជួយគ្នាតោះយើងសរសើរដំកើងតោះយើងសរសើរដំកើងលើកនាមទ្រង់ឡើងនាមដ៏វិសុទ្ធយើងរំទាំងមានសេរីសេចក្ដីសេរីរុងរឿងដល់ស្ដាយលើស្ដាយដល់ទៀតតោះយើងសរសើរដំកើងតោះយើងសរសើរដំកើងលើកនាមទ្រង់ឡើងនាមដ៏វិសុទ្ធទាំងមានសេរីសេចក្ដីសេរីរុងរឿងដល់ស្ដាយលើស្ដាយព្រោះអ្វីក្រុមអ្វីទ្រង់ធ្វើទូលសូមសរសើរដល់ការព្រោះព្រះអង្គស្មោះត្រង់ពេញដោយព្រះតីសម្បរព្រះអង្គអន់ទោសហើយប្រោយើងឲ្យបានជាព្រះតីមេត្តាករុណាព្រះគុណលើលោកតោះយើងសរសើរដំកើងយើងលើកឡើងនាមដ៏វិសុទ្ធយើងរំទាំងមានសេរីតែក្ដីសេរីរុងរឿងដល់ស្ដាយលើស្ដាយខ្ញុំគិតថាវាអត់ទាន់គ្រប់គ្រាន់ទេចង់យើងសរសើរដំណើរអត់ទាន់គ្រប់គ្រាន់ទេយើងអត់ទាន់គ្រប់គ្រាន់ទេយុវជនខ្ញុំនៅខាងក្រោយមើលអត់ឃើញយុវជននៅខាងក្រោយ Hello ស្មានលោតជាមួយគ្នាអីមែនស្មានលោតតែកម្លាំងជាមួយគ្នាលោតរួចអត់នេះបើតាមខ្ញុំដឹងនេះជន់ដីត្រូវហ៎អត់អលុំទេមែនទេអត់មានត្រូវបាយមែនទេត្រូវអត់រកបានអត់លោតបានអត់ខាងលើលោតបានអត់បាទយើងលោតទាំងអស់គ្នាអីមែនអ្នកភ្លេងលោតអត់អូខេយើងលោតទាំងអស់គ្នាតោះយើងសរសើរដំកើងយើងរំទាំងមានសេរីថ្វាយដល់ព្រះជាម្ចាស់នៃយើងអេមែនអេមែនតែម្ដងទៀតយើងប្រកាសជាមួយគ្នាតោះយើងសរសើរដំកើងតោះយើងសរសើរដំកើងលើកនាមទ្រង់ឡើងនាមដ៏វិសុទ្ធយើងរំទាំងមានសេរីសេចក្ដីសេរីរុងរឿងទៅស្ដាយលើស្ដាយតោះទៀតតោះយើងសរសើរដំកើងតោះលើកនាមទ្រង់ឡើងនាមដ៏វិសុទ្ធយើងរំទាំងមានសេរីសេចក្ដីសេរីរុងរឿងទៅស្ដាយលើស្ដាយអេមែនគ្រប់អ្វីទ្រង់ធ្វើយើងសូមសរសើរដំកើងព្រះអង្គស្មោះត្រង់ពេញដោយព្រះតីសម្បរព្រះអង្គអន់ទោសហើយប្រោយើងឲ្យបានជាព្រះតីមេត្តាករុណាលើលោកអេមែនតោះយើងសរសើរដំកើងយើងនាមទ្រង់ឡើងនាមដ៏វិសុទ្ធអរិយទៅទាំងមានសេរីសេចក្ដីសេរីរុងរឿងដល់ស្ដាយតោះយើងសរសើរដំកើងតោះយើងសរសើរដំកើងលើកនាមទ្រង់ឡើងនាមដ៏វិសុទ្ធយើងរងទាំងមានសេរីសេចក្ដីសេរីរុងរឿងដល់ស្ដាយ
ព្រះគ្រីអេមែនយើងមានបាត់រំពីបាត់ទៀតសរសើរព្រះគ្រីឲ្យដល់ពេលហើយសូមរំដល់អវិចិត្តរបស់យើងទាំងអស់គ្នាអេមែនអេមែនបងប្អូនយើងណាអត់ទាន់រំសម្រាប់គាត់ហេរំសរសើរកាងព្រះហេរំសរសើរកាងព្រះតោះយើងរំសរសើរកាងព្រះអេមែនយើងសរសើរព្រះគ្រីជាមួយគ្នា Đón tiên chúng ta sao được đi Trung tay sân sê lên luôn trong nông nào sao nông đau dài tha Jesus sang đây nhon Jesus sang đây Jesus sang đây Bravo Jesus sabe Não sabe Jesus sabe Só sabe a crer Só sabe a crer Só sabe a crer Những sai chuyên sơ xa đó là sai Trung chia bre crer Bre ông xa xóm Tô tuổi ca sơ xa bia Trong trung tay sân xê Đường lụt trong bóng nào Sao sao lúc mãi sai tha Jesus sang đây nhông Jesus sang đây nè Jesus sang đây Amen Bre ông sa som Bre ông sa som Tô tuổi ca sa sa bi Dù rong xàm cảm ơn chúng mình tiết thật đau về hỏi đau về hỏi đau về Dal Peter so sa samkan oh Dal Peter chắp tay nghĩa là sa sa niệm rong oh Dal Peter so sa samkan oh Dal Peter chắp tay nghĩa là oh Dal Peter rốt rốt trên sa sa niệm rong oh Dal Peter
ដល់ពេលត្រូវលូតរាន់ពីឈេសរសើរនេះទ្រង់ដល់ទៀតអូដល់ពេលត្រូវអូដល់ពេលត្រូវសរសើរដល់កាយចាំដៃគ្នាឡើងអូដល់ពេលត្រូវលូតរាន់ពីឈេសរសើរនេះទ្រង់អូដល់ពេលហើយហាឡេលូយ៉ាបងប្អូនសូមងាកទៅអ្នកចិត្តខាងរបស់យើងពីណាគេអត់ហត់សូមនាំមកខាងមុខអ្នកណាគេអត់ហត់សូមនាំមកខាងមុខឲ្យគាត់រួមនៅខាងមុខម្ដងមានអត់មានអ្នកអត់ហត់អត់មានអ្នកអត់នឹងហៅអត់សម្បានអង្គុយចុះហើយយើងនឹងអ្នកខាងក្រោយអង្គុយមិនទៅឈរទៅមិនអង្គុយទេអ្នកខាងក្រោយហើយយើងចង់ថ្វាយបង្គំព្រះអង្គថាការប្រកាសរបស់ពេត្រុសបទនេះប្រហែលជាបងប្អូនខ្លះថ្មីហើយបងប្អូនខ្លះចេះបទកូរ៉េក៏ប្រហែលជាអាចច្រៀងជាមួយគ្នាបានប៉ុន្តែយើងនៅតែបិទភ្លើងឡើយព្រោះយើងនឹងអត់ឋានដងទៀតបាទយើងនឹងច្រៀងបទនេះជាមួយគ្នាប្រហែលអ្នកស្រឡាញ់ព្រះយេស៊ូវប្រហែលអ្នកស្រឡាញ់ព្រះយេស៊ូវប្រហែលអ្នកស្រឡាញ់ព្រះយេស៊ូវបងប្អូនជាពេលវេលាបងប្អូននឹងប្រកាសប្រាប់ព្រះអង្គថាយើងស្រឡាញ់ព្រះយេស៊ូវព្រះអង្គជ្រាបថាយើងស្រឡាញ់ព្រះអង្គជាងគេក្នុងជីវិតនេះគឺខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទខ្ញុំបងសំណាញ់ខ្ញុំចោលខ្ញុំបោះវ័យដែលខ្ញុំស្រឡាញ់ចេញខ្ញុំព្រមដើរជាមួយអ្វីដែលខ្ញុំចង់បានជាងគេក្នុងជីវិតនេះគឺខ្ញុំរត់តាមព្រះយេស៊ូវគ្រីស្ទខ្ញុំឲ្យខ្ញុំបងចោលពីរឿងរួមហើយបង្រៀនឲ្យខ្ញុំស្រឡាញ់ខ្ញុំពិតជាស្រឡាញ់ទ្រង់ព្រះយេស៊ូវនៃខ្ញុំព្រះគុណដែលទ្រង់ហៅខ្ញុំអូព្រះគុណដែលទ្រង់មិនចោលខ្ញុំតែទ្រង់ចោលបាឡាំងស្ថានសួគ៌ក៏ព្រោះតែទ្រង់ស្រឡាញ់ដល់ខ្ញុំពេញមួយជីវិតខ្ញុំនេះជីវិតដែលនៅសេសសល់នេះព្រះយេស៊ូវអើយខ្ញុំចង់ដើរជាមួយជាម្ដងទៀតជាមួយគ្នាអ្វីដែលខ្ញុំមិនដែលសោកស្ដាយគឺខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទគឺខ្ញុំដើរតាមព្រះយេស៊ូវគ្រីស្ទខ្ញុំបោះសំណាញ់ខ្ញុំថាខ្ញុំបោះវ័យដែលខ្ញុំស្រឡាញ់ចេញខ្ញុំព្រមដើរជាមួយទ្រង់តែមួយដែលបានប្រាហើយខ្ញុំអ្វីដែលខ្ញុំចង់បានជាងគេក្នុងជីវិតនេះគឺខ្ញុំរត់តាមព្រះយេស៊ូវគ្រីស្ទទ្រង់ឲ្យខ្ញុំបងចោលពីរឿងរួមឲ្យបង្រៀនឲ្យខ្ញុំស្រឡាញ់ខ្ញុំពិតជាស្រឡាញ់ទ្រង់ព្រះយេស៊ូវនៃខ្ញុំអូព្រះគុណតែទ្រង់ហៅខ្ញុំអូព្រះគុណតែទ្រង់មិនចោលខ្ញុំទ្រង់ចោលបាឡាំងស្ថានសួគ៌ក៏ព្រោះតែទ្រង់ស្រឡាញ់ដល់ខ្ញុំមួយជីវិតខ្ញុំនេះជីវិតដែលនៅសេសសល់នេះព្រះយេស៊ូវអើយខ្ញុំចង់ដើរជាមួយព្រះអង្គអូព្រះគុណអូព្រះគុណដែលទ្រង់ហៅខ្ញុំអូព្រះគុណដែលទ្រ
ទេតើអ្នកស្រឡាញ់ដូចខ្ញុំដែរឬទេតើអ្នកស្រឡាញ់ដូចខ្ញុំដែរឬទេព្រះអង្គសូមសួរសំណួរនេះមកខ្ញុំព្រះអង្គទ្រង់សួរសំណួរនេះមកខ្ញុំព្រះអង្គជ្រាបព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់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 ព្រះអង្គជ្រាបព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ទ្រង់ជ្រាបហើយថាទ្រង់ជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់អូព្រះគុណដែលទ្រង់ឲ្យខ្ញុំអូព្រះគុណដែលទ្រង់បានចាំខ្ញុំតែទ្រង់ចាំបាឡាស្នាមសិលក៏ព្រួយតែទ្រង់ស្រឡាញ់ដល់ខ្ញុំវិញមួយជីវិតខ្ញុំនេះជីវិតដែលសែនដល់នេះព្រះយេស៊ូវឲ្យខ្ញុំចង់ដែលជាមួយព្រះអង្គបើយើងចង់ចំណាយពេលវេលានេះប្រាប់ព្រះអង្គថាព្រះអង្គយើងស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបហើយថាព្រះអង្គយើងស្រឡាញ់ព្រះអង្គប៉ុណ្ណាព្រះអង្គដឹងហើយថាយើងចង់បានព្រះអង្គប៉ុណ្ណាបងប្អូនហើយយើងនឹងប្រកាសទាំងអស់នេះម្ដងទៀតថាព្រះអង្គម្ចាស់អើយហើយយើងនឹងអធិដ្ឋានម្ដងទៀតពីសេចក្តីស្រឡាញ់របស់យើងជាមួយនឹងព្រះជាម្ចាស់ផងដែរខ្ញុំដល់ដើម្បីយើងនឹងស្រឡាញ់ឲ្យព្រះអង្គម្ចាស់អើយជាមួយគ្នាហើយយើងនឹងអធិដ្ឋានដល់ចិត្តរបស់យើងប្រាប់ព្រះអង្គថាយើងស្រឡាញ់ទ្រង់ប៉ុណ្ណា1 2 3ព្រះអង្គអើយព្រះអង្គដឹងថាយើងស្រឡាញ់ព្រះអង្គប៉ុណ្ណាព្រះអង្គជ្រាបហើយថាយើងចង់បានព្រះអង្គប៉ុណ្ណាអូព្រះគុណព្រះអង្គសម្រាប់ពេលស្រឡាញ់ក្នុងម្ដងមួយយើងទាំងអស់គ្នាយើងតែបន្លឺសម្លេងហើយយើងតែប្រាប់ព្រះអង្គថាយើងស្រឡាញ់ព្រះអង្គព្រះយេស៊ូវជ្រាបហើយថាយើងស្រឡាញ់ព្រះអង្គព្រះអង្គហើយយើងដឹងហើយថាយើងស្វែងទៅស្រឡាញ់ព្រះអង្គស្រឡាញ់ព្រះអង្គយើងប្រកាសជាមួយគ្នាតើអ្នកស្រឡាញ់ដល់ខ្ញុំដែរឬទេតើអ្នកស្រឡាញ់តើអ្នកស្រឡាញ់ដល់ខ្ញុំដែរឬទេតើអ្នកស្រឡាញ់ដល់ខ្ញុំដែរឬទេបងប្អូនហើយព្រះអង្គកំពុងតែសួរថាតើយើងស្រឡាញ់ដល់ព្រះអង្គឬអត់ស្រឡាញ់ដល់ខ្ញុំដែរឬទេម្ដងទៀតយើងលើកដៃឡើងប្រកាសជាមួយគ្នាព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ព្រះអង្គព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់អូព្រះអង្គជ្រាបព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់សូមប្រកាសជាមួយគ្នាថាព្រះអង្គជ្រាបព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ព្រះអង្គជ្រាបហើយព្រះអង្គជ្រាបហើយថាខ្ញុំស្រឡាញ់ទ្រង់ជ្រាបហើយថាទ្រង់ជ្រាបហើយថាខ្ញុំស្រឡាញ់
ត្រង់ប៉ុណ្ណាអូព្រះគុណដែលទ្រង់ឲ្យខ្ញុំអូព្រះគុណដែលទ្រង់មិនចោលខ្ញុំតែទ្រង់ចោលបាឡាំងខាងសួគ៌ក៏ព្រោះតែទ្រង់ស្រឡាញ់ដល់ខ្ញុំវិញមួយជីវិតខ្ញុំនេះជីវិតដែលនៅសេសសល់នេះព្រះយេស៊ូវអើយខ្ញុំចង់ដើរជាមួយព្រះអង្គវិញមួយជីវិតខ្ញុំនេះជីវិតដែលនៅសេសសល់នេះព្រះយេស៊ូវអើយខ្ញុំចង់ដើរជាមួយព្រះអង្គគុណព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទដែលទ្រង់បានតាំងកូនរបស់គ្នាជាកូនរបស់ព្រះអង្គដោយសារសេចក្តីជំនឿរបស់កូនតែព្រះអង្គបានប្រទានឲ្យកូនរបស់គ្នាម្នាក់ៗកូនមកទីនេះដើម្បីនឹងថ្វាយបង្គំទ្រង់កូនមកទីនេះដើម្បីនឹងសរសើរដល់កាងទ្រង់កូនមកទីនេះដើម្បីនឹងអធិដ្ឋានទៅកាន់ទ្រង់សូមទ្រង់បានសពហត្ថីនឹងការថ្វាយបង្គំរបស់កូនរបស់គ្នាទីនេះផងដែរគ្រប់ការទាំងអស់គុណសូមថ្វាយនៅក្នុងព្រះនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអរគុណព្រះអង្គហាឡេលូយ៉ាបាទអរគុណព្រះអង្គថ្ងៃនេះដែលយើងជួបគ្នាដើម្បីសរសើរដំណកើងព្រះអង្គហើយនឹងថ្វាយបង្គំព្រះអង្គចាស់ជាមួយគ្នានេះគឺជាខែទី4ហើយដែលយើងបានចូលរួមថ្វាយបង្គំព្រះអង្គចាស់ជាមួយគ្នាហើយខ្ញុំឃើញថាមានលោកគ្រូអ្នកគ្រូមានបងប្អូនជាច្រើនដែលបានចូលរួមថ្វាយបង្គំជាមួយគ្នាថ្ងៃនេះបាទក៏ប៉ុន្តែមុនពេលដែលយើងសារដំណកើងយើងចង់ណែនាំចង់សួរសុខទុក្ខគ្នាដែរប៉ុន្តែដោយសារយើងចាប់ផ្ដើមហើយឥឡូវយើងចាប់ផ្ដើមស្គាល់គ្នាយើងមានខាងក្រុមជំនុំផ្សេងមកពីព្រះផ្សេងដែលបានចូលរួមថ្វាយបង្គំជាមួយគ្នានៅថ្ងៃនេះដូច្នេះដំបូងសម្រាប់ខ្ញុំវិញខ្ញុំឈ្មោះលោកគ្រូស៊ីនឿនហើយខ្ញុំនៅទីនេះហើយនៅទីនេះមានសិស្សដែលចូលរួម2នាក់បាទហើយសិស្ស2នាក់បាទសូមស្វាគមន៍អ្នក2នាក់ផងដែរស៊ីថូហើយនឹងនេះបាទសូមស្វាគមន៍គាត់នឹងជាម្ចាស់ផ្ទះហើយនឹងប្រពន្ធរបស់ខ្ញុំដែរបាទតែប៉ុណ្ណឹងហើយតមកខ្ញុំធ្វើការនៅសាលាកំពីហើយក៏បានអញ្ជើញពុកសិស្សសាលាកំពីចូលរួមដែរបាទសូមអញ្ជើញដល់ក្រៅសិស្សសាលាកំពីដល់ក្រៅឈើឡើងដើម្បីនឹងអបអរសាទរបាទដល់ថ្ងៃនេះបាទហើយនឹងអរគុណដល់ព្រះវិហារCBC ដែលមកពីព្រះវិហារលោកគ្រូដុល្លារបាទសូមក្រៅឈើឡើងដើម្បីអបអរសាទរបាទអរគុណច្រើនតមកខាងលោកគ្រូវ៉ាន់ឆេងមកពីខាងដើមឈើជីវិតបាទសូមក្រៅឈើឡើងបាទសូមអរគុណបាទតមកក៏មានក្រុមជំនុំរបស់ព្រះវិហារលោកគ្រូដាញ៉ែលមកពី Kid Ed ឬក៏ក្តីនិមិត្តបាទសូមក្រៅឈើឡើងដើម្បីស្វាគមន៍បាទអរគុណហើយក៏មានខាងលោកគ្រូផានីដែរមែនអត់បាទអ្នកដែលមកពីខាងលោកគ្រូផានីបាទសូមក្រៅឈើឡើងបាទអរគុណដែរអូបានច្រើនដែរហើយរដងយើងចាប់ផ្ដើមប្រហែលជាមុនដំបូងប្រហែលជា30នាក់តមកប្រហែលជា50នាក់តមកប្រហែលជា60នាក់ហើយខ្ញុំគិតថាថ្ងៃនេះបានប្រហែលជា60នាក់ដែរប៉ុន្តែព្រះអង្គបានធ្វើការអស្ចារ្យមិនមែន60នាក់ទេហើយក៏មិនមែន70នាក់ដែរបងប្អូនគ្នាគិតថាប៉ុន្មាននាក់ខ្ញុំគិតថា100អំបញ្ញមិនប្រពន្ធខ្ញុំរាប់ត្រួសប្រាប់ខ្ញុំថា90នាក់ជាងតែដល់មិញខាងក្រុមជំនុំលោកគ្រូ PA មកទៀតគឺបានច្រើនមែនតើតែមិញដូចមិនណែនាំលោកគ្រូ PA មែនក្រុមជំនុំលោកគ្រូ PA បាទសូមអញ្ជើញដល់ក្រុមជំនុំលោកគ្រូ PA បាទអេដិនថ្មីបាទសូមស្វាគមន៍អូសូមទោសលោកគ្រូភ្លេចវិញបាទអរគុណហើយសង្ឃឹមថាយើងនឹងមានពេលចូលរួមថ្វាយបង្គំព្រះអង្គចាស់ជាមួយគ្នាកាន់តែច្រើនផងដែរដោយសារយើងជាអ្នកដែលស្រឡាញ់ព្រះអង្គមិនថាតែខ្ញុំឃើញមកប្រគ្នាចូលរួមថ្វាយបង្គំព្រះអង្គខ្ញុំសប្បាយចិត្តចុះទម្រាំព្រះអង្គទ្រង់សប្បាយចិត្តប៉ុណ្ណាមែនអត់ព្រះអង្គសប្បាយចិត្តនៅពេលយើងថ្វាយបង្គំព្រះអង្គហើយយើងសង្ឃឹមថាយើងនឹងជួបគ្នារហូតឲ្យបានច្រើនទៀតបាទហើយកម្មវិធីបន្ទាប់គឺយើងជាពេលមួយដែលយើងត្រូវស្ដាប់ព្រះបន្ទូលព្រះអង្គចាស់ជាមួយគ្នា
ដូច្នេះសូមអញ្ជើញដល់គ្រូ Daniel ដើម្បីនឹងចែកចាយព្រះបន្ទូលខ្លីមួយតោះយើងនឹងអធិដ្ឋានទៅកាន់ព្រះអង្គបាទសូមអញ្ជើញលោកគ្រូ Daniel ដើម្បីនឹងចែកចាយព្រះបន្ទូលបាទ Hallelujah Hallelujah បាទអរគុណព្រះអង្គបាទគឺជាការពញាក់ស្មារតីមួយដើម្បីឲ្យយើងបានវិលមករកបាទវត្តមានរបស់ព្រះអង្គតាមរយៈព្រះបន្ទូលនៅថ្ងៃនេះផងដែរអាមែនព្រះអង្គបានមានបន្ទូលថាព្រះអង្គស្រឡាញ់យើងជាមុនអាមែនទើបយើងទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ហើយយើងបានចូលមករកព្រះអង្គនៅថ្ងៃនេះអាមែនសូមបានសម្រុំចិត្តអធិដ្ឋានជាមួយនឹងខ្ញុំបិតាព្រះម្ចាស់ទូលបង្គំសូមអរព្រះគុណព្រះអង្គព្រះដែលយើងខ្ញុំជឿគឺជាព្រះដែលបានបង្កើតយើងខ្ញុំមិនមែនជាព្រះដែលយើងខ្ញុំបង្កើតនោះទេព្រះអង្គហើយដែលទ្រង់បានយាងមកហើយស្វែងរកយើងខ្ញុំក៏បានត្រាស់ឲ្យយើងខ្ញុំម្នាក់ពីទីកន្លែងផ្សេងគ្នាដើម្បីឲ្យចូលមករកព្រះអង្គព្រះអង្គហើយនៅថ្ងៃនេះទូលបង្គំសូមថ្វាយសេរីរុងរឿងដល់ព្រះអង្គសូមយាងព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់បានគង់ជាមួយក្នុងការដែលទូលបង្គំចែកចាយនៅព្រះបន្ទូលរបស់ព្រះអង្គហើយសូមព្រះវិញ្ញាណបានបើកប្រាជ្ញាបើកភ្នែកខាងឯវិញ្ញាណដើម្បីទទួលយកព្រះយេស៊ូវដែលជាព្រះបន្ទូលមកដាក់នៅក្នុងជីវិតឲ្យយើងខ្ញុំបានរស់នៅក្នុងព្រះគុណរបស់ទ្រង់ផងដែរទូលបង្គំសូមចែកចាយអធិប្បាយនៅក្នុងពេលវេលានេះដោយនៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែន Hallelujah បាទខ្ញុំពិតជាសប្បាយចិត្តហើយរំភើបចិត្តក៏ភ័យផងដែរដែលមានមនុស្សជាច្រើនមកពីព្រះវិហារផ្សេងជាពិសេសគ្រូកងវិលធំហើយខ្ញុំអត់តន់ជាគ្រូកងវិលទេគ្រាន់តែជាគ្រូប្រកាសដំណឹងល្អតែប៉ុណ្ណោះប៉ុន្តែអរគុណព្រះអង្គមែនទែនដែលព្រះអង្គបានឲ្យខ្ញុំមានអភ័យឯកសិទ្ធិក្នុងការដែលឡើងមកឲ្យចែកចាយនៅព្រះបន្ទូលខ្លីជាមួយនឹងគ្នាជាព្រះបន្ទូលលើកទឹកចិត្តទៅកាន់បងប្អូនទាំងអស់គ្នាអាមែននៅថ្ងៃនេះផងដែរខ្ញុំបានរៀបចំព្រះបន្ទូលខ្លីមួយគឺនៅក្នុងព្រះគម្ពីរយ៉ូហានជំពូក6ខ35បងប្អូនទាំងអស់គ្នាបានអានជាមួយនឹងគ្នានៅក្នុង slide ទេអត់មានទេអូខេអញ្ចឹងខ្ញុំនឹងអានយ៉ូហានជំពូក6ខ35បាទអញ្ចឹងខ្ញុំសូមអានជូនព្រះយេស៊ូវមានបន្ទូលថាខ្ញុំជានំប៉័ងជីវិតអ្នកណាដែលមកឯខ្ញុំនោះនឹងមិនឃ្លានទៀតឡើយហើយអ្នកណាដែលជឿដល់ខ្ញុំក៏មិនត្រូវស្រេកដែរអាមែនសូមនិយាយជាមួយនឹងខ្ញុំព្រះយេស៊ូវជានំប៉័ងជីវិតអ្នកណាដែលមកឯទ្រង់នោះមិនស្រេកទៀតឡើយHallelujah អាមែនថ្ងៃនេះខ្ញុំបានលើកយកនៅចំណងជើងមួយដែលមានបន្ទូលទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាលោកគ្រូអ្នកគ្រូហើយនឹងយុវជនទាំងអស់ថាចូលឲ្យចូលមករកព្រះយេស៊ូវអាមែនកាលដែលព្រះយេស៊ូវព្រះអង្គទ្រង់កំបានយាងមកពីស្ថានសួគ៌ព្រះអង្គមកដើម្បីស្វែងរកយើងទាំងអស់គ្នាអាមែនព្រះអង្គរកយើងហើយព្រះអង្គបានហៅយើងឲ្យមកជុំគ្នានៅទីនេះអាមែនកាលព្រះយេស៊ូវកំពុងតែមានបច្ចុប្បន្នរស់នៅលើផែនដីនេះព្រះទ្រង់បានត្រាស់ហៅមនុស្សជាច្រើនឲ្យចូលមករកទ្រង់ហើយសពថ្ងៃនេះតើព្រះអង្គកំពុងធ្វើការងារនេះដែរឬទេបាទកំពុងតែធ្វើការងារនេះរាល់ថ្ងៃរាល់ពេលហើយរាល់វេលា
នៅក្នុងជីវិតរបស់ខ្ញុំហើយនឹងបងប្អូនទាំងអស់គ្នាអាមែនខ្ញុំជាមនុស្សម្នាក់ដែលដើរច្រើនបាទខ្ញុំអត់បាននៅស្រុកថ្ងៃមួយខ្ញុំនៅប្រទេសថៃខ្ញុំនៅលើទូកខ្ញុំមានសេចក្តីនិមិត្តមួយមកកាន់ខ្ញុំថាខ្ញុំនឹងទៅប្រទេសមួយដែលជាប្រទេសកូរ៉េហើយល្អឬគេនិយាយបាទខ្ញុំមានសេចក្តីនិមិត្តហើយខ្ញុំឃើញយន្តហោះមួយដែលហោះកាត់ខ្ញុំឆ្ពោះទៅប្រទេសកូរ៉េខ្ញុំបានឈរនៅក្បាលទូកហើយខ្ញុំបាននិយាយទៅកាន់អត់ដឹងនិយាយទៅកាន់អីទេប៉ុន្តែខ្ញុំនិយាយប្រាប់ខ្លួនឯងហើយនឹងថាខ្ញុំនឹងជិះយន្តហោះនោះទៅប្រទេសកូរ៉េឲ្យតតែបានហើយនៅពេលមួយខ្ញុំបានត្រឡប់មកប្រទេសកម្ពុជាហើយខ្ញុំបានរៀនភាសាកូរ៉េហើយខ្ញុំបានប្រឡងហើយខ្ញុំបានចប់ហើយខ្ញុំបានទៅដល់ប្រទេសកូរ៉េហើយក្នុងរយៈពេលតែ1ខែដែលខ្ញុំធ្វើការនៅក្នុងប្រទេសកូរ៉េមានគ្រូកងវិលម្នាក់បានមកហៅខ្ញុំប្រកាសប្រាប់ដំណឹងល្អមកកាន់ខ្ញុំអំពីព្រះយេស៊ូវនេះឯងដែលខ្ញុំកំពុងតែចែកចាយទៅកាន់បងប្អូនហើយខ្ញុំបានចូលទៅរកព្រះយេស៊ូវដោយមិនស្ទាក់ស្ទើរខ្ញុំបានចូលទៅរកព្រះអង្គទៅ center ហើយខ្ញុំបានរស់នៅហើយខ្ញុំបានរៀនអំពីព្រះយេស៊ូវនៅទីនោះអស់រយៈពេល7ឆ្នាំហើយឆ្លងកាត់ឧបសគ្គជីវិតនៅក្នុងប្រទេសកូរ៉េហើយខ្ញុំរស់នៅទីនោះខែដំបូងជួបព្រះអង្គដំបូងហើយជាពេលដែលខ្ញុំខុសច្បាប់ខ្ញុំរស់នៅខុសច្បាប់រយៈពេល7ឆ្នាំនៅក្នុងប្រទេសកូរ៉េហើយអត់មានអ្នកណាដែលចាប់ខ្ញុំមកទេខ្ញុំត្រឡប់មកដោយខ្លួនឯងនេះគឺជារឿងមួយដែលអស្ចារ្យមែនទែនហើយមានការអស្ចារ្យជាច្រើនដែលកើតឡើងនៅក្នុងជីវិតរបស់ខ្ញុំដែលខ្ញុំទូលសូមទៅកាន់ព្រះអង្គហើយព្រះអង្គឆ្លើយតបហើយព្រះអង្គបានត្រាស់ហៅខ្ញុំឲ្យបម្រើព្រះអង្គអាមែនបងប្អូនទាំងអស់គ្នាព្រះក៏បានត្រាស់ហៅបងប្អូនម្នាក់ឲ្យចូលមកដើម្បីបម្រើព្រះអង្គដែរអាមែនព្រះយេស៊ូវគឺជានំប៉័ងជីវិតអ្នកណាដែលមកឯព្រះអង្គនោះមិនត្រូវស្រេកទៀតឡើយតើព្រះយេស៊ូវនិងព្រះវរបិតាដែលគង់នៅនគរឋានសួគ៌មានអ្វីខ្លះដែលយើងត្រូវការអ្វីដែលយើងត្រូវការមានដូចជាទី1គឺសេចក្តីសង្គ្រោះព្រោះយើងជាមនុស្សដែលកើតមកមានអំពើបាបបងប្អូនណាខ្លះដែលថាខ្ញុំកើតមកអត់មានបាបតតែសោះសូមលើកដៃឲ្យបង្ហាញមកកាន់ខ្ញុំផងគ្រប់គ្នាមានបាបនៅក្នុងព្រះគម្ពីររ៉ូមជំពូក6ខ23បានប្រាប់យើងថាយើងគ្រប់គ្នាបានមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះហើយឈ្នួលអំពើបាបនោះគឺជាអីគេសេចក្តីស្លាប់គ្រប់គ្នាដឹងថាឈ្នួលរបស់អំពើបាបគឺជាសេចក្តីស្លាប់ប៉ុន្តែយើងទទួលបានអំណោយពីព្រះអង្គនៅក្នុងរៀងរាល់ឆ្នាំម្ដងយើងតែងតែរំលឹកនៅពិធីខួបកំណើតរបស់ព្រះយេស៊ូវដែលជាកាដូដ៏ធំសម្រាប់ជីវិតរបស់យើងទាំងអស់គ្នាអាមែនបងប្អូនណាខ្លះដែលទទួលកាដូពីព្រះយេស៊ូវសូមលើកដៃបាទចឹងនេះអត់លើកដៃអត់ទាន់បានទទួលទេបងប្អូនត្រូវដឹងថាកាដូដែលព្រះយេស៊ូវប្រទានមកកាន់យើងនោះគឺជាអីគេជីវិតសេចក្តីសង្គ្រោះអាមែនអាមែននៅក្នុងយ៉ូហានជំពូក3ខ15ដើម្បីឲ្យអ្នកណាដែលជឿដល់កូនមនុស្សនោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចអាមែនបងប្អូនដែលជឿដល់ព្រះយេស៊ូវយើងមិនមែនជាមនុស្សដែលរស់នៅរងចាំសេចក្តីស្លាប់ហើយជាប់នោះទេបងប្អូនដែលយើងជឿដល់ព្រះយេស៊ូវហើយយើងទទួលបាននៅសេចក្តីសង្គ្រោះដែលជួយឲ្យយើងមានជីវិតអស់កលជានិច្ចនេះហើយជាហេតុផលដែលយើងទាំងអស់គ្នាចូលមករកព្រះយេស៊ូវអាមែនគោលបំណងនៃការដែលយើងចូលមករកទ្រង់គឺដើម្បីឲ្យយើងបានថ្វាយបង្គំព្រះអង្គថ្វាយចិត្តថ្វាយគំនិតកម្លាំងវិញ្ញាណរបស់យើងដល់ព្រះយេស៊ូវដើម្បីឲ្យយើងបានដើរតាមព្រះអង្គ
អាមែនដូចជាពេលនេះចឹងបងប្អូនដែលមកទីនេះបងប្អូនថ្វាយបង្គំព្រះអង្គដោយអំណរដោយច្រៀងរាំហើយសប្បាយនៅក្នុងព្រះគុណរបស់ព្រះអង្គនេះគឺជាអ្វីមួយដែលព្រះអង្គហៅយើងមកអាមែនដូច្នេះនៅក្នុងលោកម៉ាកុសជំពូក8ខ34ព្រះអង្គបានមានបន្ទូលថាសូមអានជាមួយនឹងគ្នា1 2 3ការទ្រង់បានហៅហ្វូងមនុស្សនិងពួកសិស្សមកនោះក៏មានបន្ទូលទៅគេថាអ្នកណាដែលចង់មកតាមខ្ញុំត្រូវឲ្យលះកាត់ចិត្តខ្លួនឯងចោលហើយផ្ទុកឈើឆ្កាងខ្លួនមកតាមខ្ញុំចុះអាមែនបងប្អូនទាំងអស់គ្នាដែលមកតាមព្រះអង្គត្រូវកាត់ចិត្តបាទកាត់ការងារកាត់បងប្អូនកាត់មិត្តភ័ក្តិដែលបបួលចេញពីព្រះវិហារទៅដើរលេងនោះត្រូវកាត់កន្លែងនឹងចេញកាត់កិច្ចការងារខ្លួនឯងខាងឯលោកីហើយដើរនៅក្នុងព្រះវិញ្ញាណព្រះវិញ្ញាណមានប្រមាណផលផ្លែនៃព្រះវិញ្ញាណមាន9សេចក្តីស្រឡាញ់ស្មោះត្រង់សប្បុរសសុភាពស្លូតបូតដឹងខ្នាតហើយគ្មានសេចក្តីណាដែលតោះនឹងសេចក្តីទាំងអស់នោះឡើយបងប្អូនទាំងអស់គ្នាយើងចូលមករកព្រះអង្គគឺគោលបំណងរបស់យើងដើម្បីដើរតាមព្រះអង្គនៅពេលដែលយើងដើរតាមព្រះអង្គនោះយើងនឹងមានសង្ឃឹមអាមែនទី3នៅពេលដែលយើងចូលមករកព្រះអង្គព្រះយេស៊ូវគឺជាព្រះនៃការកំសាន្តចិត្តអាមែនបងប្អូនរស់នៅរាល់ថ្ងៃនៅលើផែនដីនេះស្រួលឬក៏ពិបាកបាទពិបាកណាស់មានអ្នកណាដែលស្រួលជាងគេនោះកូនដែលនៅកំពុងតែ3នៅដៃបាទគាត់ស្រួលជាងគេអាមែនអត់បងប្អូនបើសិនជាអាចខ្លាយទៅជាកូនក្មេងបានណាកុំធំខ្ញុំចង់ខ្លាយទៅជាកូនក្មេងដដែលព្រោះអីអត់ពិបាកគិតអត់ខ្វល់ខ្វាយបាទដល់ម៉ោងយំតាន់បន្តិចទៅម៉ាក់យកអីមកលួងរួចបាត់ហើយក៏ប៉ុន្តែមិនដូចអ្វីដែលយើងគិតនោះឡើយដូច្នេះបញ្ហានៅក្នុងជីវិតរបស់យើងគឺបាទច្រើនដូច្នេះយើងត្រូវការកំសាន្តចិត្តពីព្រះជាម្ចាស់នៅកូរិនថូសខ្សែទី2ចំពុក1ខ3ខ4សូមសរសើរដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងរាល់គ្នាគឺជាព្រះវរបិតាដ៏មានសេចក្តីមេត្តាករុណាជាព្រះដ៏កំសាន្តចិត្តគ្រប់ជំពូកដែលទ្រង់កំសាន្តចិត្តយើងរាល់គ្នាក្នុងគ្រប់ទាំងសេចក្តីវេទនាប្រយោជន៍ឲ្យយើងអាចនឹងកំសាន្តចិត្តអ្នកឯទៀតក្នុងអស់ទាំងសេចក្តីវេទនារបស់គេបានដែរគឺដោយសារសេចក្តីកំសាន្តនេះឯងដែលព្រះបានកំសាន្តចិត្តយើងហើយជាស្រេចអាមែនព្រះអង្គបានកំសាន្តចិត្តខ្ញុំហើយនឹងបងប្អូនទាំងអស់គ្នាដែលយើងរួចចេញពីសេចក្តីវេទនាសេចក្តីលំបាកប្រាប់យើងឲ្យដឹងថាយើងរស់នៅលើផែនដីនេះយើងមានសង្ឃឹមអាមែនអាមែនមួយទៀតយើងចូលមករកព្រះអង្គដើម្បីឲ្យយើងទទួលបានប្រាជ្ញាពីព្រះក្នុងការដែលរស់នៅលើលោកីយ៍ដ៏សែនអាក្រក់មួយនេះអាមែនព្រះបានបង្កើតលោកីយ៍មកល្អឥតខ្ចោះប៉ុន្តែដោយសារតែអំពើបាបលោកីយ៍នេះត្រូវបានខូចបងប្អូនមើលព័ត៌មានរាល់ថ្ងៃថាខូចយ៉ាងម៉េចខ្លះបាទនៅប្រទេសផ្សេងប្រទេសកម្ពុជាយើងក៏ដូចគ្នាមានសង្គ្រាមមានភ្លើងឆេះមានទឹកជំនន់បាទខ្ញុំមើលឃើញហើយខ្ញុំអធិដ្ឋានសម្រាប់ប្រទេសថៃឥឡូវនៅប្រទេសហុងកុងកំពុងតែឆេះនៅវៀតណាមកំពុងតែលិចទឹកនៅប្រទេសថៃគឺមានមនុស្សជាច្រើនដែលកំពុងតែវេទនានៅក្នុងទឹកនោះផងដែរបងប្អូនទាំងអស់គ្នាតើយើងមិនអធិដ្ឋានឲ្យពួកគេទេឬអីតើពួកគេទាំងអស់នោះមិនមែនជាស្នាមព្រះហស្ថរបស់ព្រះទេឬអីចូលឲ្យយើងបានកុំស្អប់ពួកគេចូលអធិដ្ឋានទៅកាន់ព្រះអង្គចូលសូមប្រាជ្ញាក្នុងការដែលយើងអាចស្វែងរកព្រះពរតាមរយៈការអធិដ្ឋាននោះយើងអធិដ្ឋានឲ្យប្រទេសគេព្រះពរនឹងទទួលបាននៅក្នុងប្រទេសយើងអាមែនយើងចង់ឃើញប្រទេសយើងរីកចម្រើនតែយើងកុំដាក់បណ្ដាសានៅប្រទេសគេ
យើងត្រូវឲ្យពរទៅកាន់ប្រទេសគេកាលណាប្រទេសគេទទួលបានពរយើងកាន់តែបានព្រះពរពីព្រះជាម្ចាស់អាមែននៅក្នុងយ៉ាកុបជំពូក1ខ15ប្រសិនបើយើងខ្វះប្រាជ្ញាចូលឲ្យទន្ទិញខគម្ពីរនេះហើយស្វែងរកប្រាជ្ញា1 2 3តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញាមានតែទូលសូមដល់ព្រះដែលទ្រង់ប្រទានដល់មនុស្សទាំងអស់ដោយសទ្ធាឥតបន្ទោសផងនោះទ្រង់នឹងប្រទានឲ្យចូលឲ្យយើងបានស្វែងរកប្រាជ្ញាតាមរយៈព្រះបន្ទូលរបស់ព្រះអង្គបងប្អូនទាំងអស់គ្នាព្រះគម្ពីរជាសៀវភៅមួយក្បាលដែលល្អជាងគេលើពិភពលោកអាមែនបងប្អូនប្រសិនបើបងប្អូនចង់បានប្រាជ្ញាចូលឲ្យបងប្អូនយកព្រះគម្ពីរហើយអានសញ្ជឹងគិតមើលព្រះបន្ទូលរបស់ព្រះអង្គដើម្បីទទួលបានប្រាជ្ញាហើយព្រះបន្ទូលគឺជាចង្គៀងបំភ្លឺផ្លូវយើងក្នុងជីវិតរស់នៅឲ្យយើងដើរទៅដោយប្រាជ្ញាមកពីព្រះអាមែនព្រះបន្ទូលបានប្រាប់ថាសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ាគឺជាដើមចមនៃតម្រេះតែមនុស្សឥតបើគិតនោះមើងងាយប្រាជ្ញាវិញចូលឲ្យយើងបានកោតខ្លាចដល់ព្រះអង្គដើម្បីចូលមករកព្រះអង្គហើយថ្វាយបង្គំព្រះអង្គដោយចិត្តពលឹងវិញ្ញាណនិងសេចក្តីពិតអាមែននោះព្រះអង្គនឹងប្រទានកម្លាំងមកកាន់យើងនៅពេលដែលយើងខ្សោយអាមែននៅពេលដែលយើងខ្សោយចូលឲ្យយើងបានស្វែងរកព្រះអង្គចូលឲ្យយើងបានចូលមករកព្រះអង្គនៅក្នុងទំនុកដង្កើងជំពូក29ខ11 1 2 3ព្រះយេហូវ៉ាទ្រង់នឹងចម្រើនកម្លាំងដល់រាជទ្រង់ព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់រាជទ្រង់ឲ្យបានសេចក្តីសុខសាន្តអាមែនបងប្អូនទាំងអស់គ្នាយើងចូលមករកព្រះអង្គគឺមិនមែនអត់ជំនឿទេយើងចូលមកដោយជំនឿមែនអត់យើងចូលមកដោយជំនឿព្រះអង្គប្រាប់ថាអ្នកណាដែលមានជំនឿជឿដល់អង្គព្រះយេស៊ូវគ្រីស្ទនោះទទួលបានអំណាចឲ្យត្រឡប់ទៅជាកូនព្រះអង្គយើងទាំងអស់គ្នាបានត្រឡប់ទៅជាកូនព្រះអង្គដូច្នេះព្រះអង្គមិនដែលបោះបង់ចោលយើងឡើយព្រះអង្គនឹងចម្រើនកម្លាំងឲ្យយើងព្រះអង្គនឹងប្រទានពរឲ្យយើងព្រោះយើងជារាជរបស់ព្រះអង្គអាមែនជាចុងក្រោយព្រះជាម្ចាស់ចង់ឲ្យយើងទាំងអស់គ្នារស់នៅក្នុងជីវិតមួយដែលពេញបរិបូរណ៍អាមែនជីវិតដែលពេញបរិបូរណ៍គឺជាជីវិតមួយដែលស្កប់ស្កល់ជីវិតមួយដែលទោះបីជាអត់មានអ្វីក៏ដោយប៉ុន្តែពោពេញទៅដោយសេចក្តីអំណរបងប្អូនទាំងអស់គ្នាជីវិតរបស់យើងពីមុនខ្ញុំពីមុនគឺដូចជាធុងមួយដែលឥតមានបាតអញ្ចឹងធុងដែលឥតមានបាតទោះបីជាដាក់អ្វីចូលទៅចាក់អ្វីចូលទៅក៏មិនចេះពេញដែរនៅពេលដែលខ្ញុំទទួលបានព្រះយេស៊ូវគ្រីស្ទបាតធុងរបស់ខ្ញុំត្រូវបានបិទហើយនៅពេលដែលព្រះអង្គបានដាក់ព្រះពរមកខ្ញុំហើយព្រះពរនោះក៏បានចូលមកក្នុងជីវិតរបស់ខ្ញុំពោពេញផងដែរអាមែនបងប្អូនត្រូវតែបិទបាតធុងរបស់បងប្អូនទាំងអស់គ្នាដើម្បីដាក់ព្រះយេស៊ូវចូលទៅក្នុងជីវិតរបស់យើងហើយដឹកនាំនៅក្នុងការរស់នៅផងដែរអាមែនព្រោះព្រះអង្គមានគ្រប់ទាំងអស់ព្រះអង្គមានគ្រប់ព្រះចេស្តាព្រះអង្គអាចធ្វើគ្រប់ការទាំងអស់បញ្ហាខ្លះបងប្អូនទាំងអស់គ្នាឈានជើងចេញទៅហើយប្រើកម្លាំងប្រើគំនិតខ្លួនឯងក្នុងការដោះស្រាយបងប្អូនទាំងអស់គ្នាចូលផ្លាស់ប្ដូរនៅគំនិតមួយហ្នឹងចេញទៅដោយយកព្រះនាមរបស់ព្រះអង្គក្នុងការដែលដោះស្រាយបញ្ហានោះខ្ញុំជឿថាព្រះអង្គធំជាងបញ្ហារបស់យើងអាមែនជាចុងក្រោយនេះខ្ញុំចង់សួរទៅកាន់បងប្អូនទាំងអស់គ្នាសូមអាននៅក្នុងយ៉ូហានជំពូក6ខ37មួយទៀតហើយខ្ញុំនឹងបញ្ចប់ដោយសំណួរអស់អ្នកណាដែលព្រះវរបិតាប្រទានមកខ្ញុំនោះនឹងមកឯខ្ញុំហើយអ្នកណាដែលមកឯខ្ញុំក៏មិនដែលចោលទៅក្រៅឡើយបងប្អូនទាំងអស់គ្នាពេលមានបញ្ហាបងប្អូនគិតថាព្រះអង្គបោះបង់យើងចោលមិនមែននោះឡើយព្រះអង្គអត់ដែលចោលយើងទេយើងដើរតុបងាកមើលក្រោយឃើញតែដានជើងយើងបងប្អូនកុំច្រឡំមិនមែនជាដានជើងយើងទេគឺជាដានជើងព្រះជាម្ចាស់ដែលបីយើងឆ្លងកាត់
គ្រប់ទាំងបញ្ហាទាំងអស់នោះចូលឲ្យយើងបានទីពឹងទៅកាន់ព្រះអង្គដោយយកព្រះអង្គជាទីមួយនៅក្នុងជីវិតរបស់យើងខ្ញុំសួរសំណួរថាតើធ្វើដូចម្ដេចឲ្យខ្ញុំអាចមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយនឹងព្រះជាម្ចាស់នៅថ្ងៃនេះព្រះយេស៊ូវបានអញ្ជើញមនុស្សគ្រប់គ្នាឲ្យចូលមករស់មករកទ្រង់ដើម្បីឲ្យមានជីវិតពេញបរិបូរណ៍អាមែនបងប្អូនណាដែលចង់បានជីវិតពេញបរិបូរណ៍សូមលើកដៃបងប្អូនណាដែលជឿថាព្រះយេស៊ូវជាព្រះដែលជួយឲ្យយើងបានពេញបរិបូរណ៍សូមលើកដៃទាំងពីរសូមរួមដៃសូមអធិដ្ឋានជាមួយនឹងខ្ញុំព្រះវរបិតាព្រះអង្គម្ចាស់ទូលបង្គំលើកដង្កើងនិងអរព្រគុណព្រះអង្គនៅថ្ងៃនេះដែលព្រះអង្គបានប្រទាននៅព្រះបន្ទូលឲ្យទូលបង្គំចូលទៅរកព្រះអង្គមិនថានៅកន្លែងណាមិនថាទូលបង្គំកំពុងតែមានបញ្ហាអ្វីត្បិតព្រះអង្គគឺជាព្រះដែលមានអំណាចព្រះជាស្ដាទ្រង់គង់នៅក្នុងបញ្ហានោះហើយនឹងដោះស្រាយបញ្ហាទាំងអស់នោះសម្រាប់ជីវិតរបស់កូនប្រុសស្រីរបស់ទ្រង់ត្បិតយើងបានរាប់ជាកូនព្រះអង្គទូលបង្គំសូមអរព្រះគុណសម្រាប់ព្រះបន្ទូលនេះសូមបំពេញមកកាន់ជីវិតរបស់បងប្អូនទាំងអស់គ្នាហើយនឹងខ្ញុំដោយសេចក្តីអំណរទូលបង្គំអធិដ្ឋាននៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនសូមទេដៃថ្វាយសេរីនឹងដល់បងប្អូនទាំងអស់គ្នាបិទភ្នែកហើយខ្ញុំសួរសំណួរមួយតើបងប្អូនប្រមាណអ្នកថ្ងៃនេះដែលមកចង់មករកព្រះយេស៊ូវសូមលើកដៃសូមដាក់ដៃចុះព្រះអង្គថ្ងៃនេះគុណចង់មករកព្រះអង្គមានបងប្អូនជាច្រើនអ្នកដែលមិនទាន់ស្គាល់ពីព្រះយេស៊ូវច្បាស់អត់ដឹងថាអញ្ជើញព្រះយេស៊ូវឲ្យគង់ក្នុងចិត្តដោយរបៀបណាអត់ដឹងស្វាគមន៍វត្តមានរបស់ព្រះយេស៊ូវដោយរបៀបណាតែថ្ងៃនេះខ្ញុំនឹងប្រាប់បងប្អូនទាំងគ្នាដែលចង់ទទួលជឿព្រះយេស៊ូវចង់ស្វាគមន៍ព្រះយេស៊ូវមកក្នុងជីវិតរបស់បងប្អូនទាំងគ្នាគឺយើងអញ្ជើញវត្តមានរបស់ព្រះយេស៊ូវចូលមកគង់នៅក្នុងបល្ល័ង្កដែលពីមុនយើងគឺជាម្ចាស់នៃចិត្តខ្លួនឯងប៉ុន្តែពេលនេះយើងមិនមែនជាម្ចាស់នៃចិត្តខ្លួនឯងទៀតនោះទេយើងអនុញ្ញាតឲ្យព្រះយេស៊ូវគ្រីស្ទធ្វើជាម្ចាស់នៃចិត្តរបស់យើងទាំងអស់គ្នាហើយដឹកនាំជីវិតរបស់យើងរាល់គ្នាផងដែរយើងស្វាគមន៍វត្តមានព្រះយេស៊ូវគ្រីស្ទនៅកន្លែងដ៏ពិសេសនៅក្នុងដួងចិត្តរបស់យើងសូមយកដៃដាក់លើបេះដូងលើដើមទ្រូងបងប្អូនទាំងអស់គ្នាហើយសារភាពជាមួយនឹងខ្ញុំអត់ចេះច្រៀងប៉ុន្តែសូមបានសារភាពតាមអត្ថន័យបទចម្រៀងនេះហើយជាពិសេសអ្នកដែលចង់ទទួលជឿព្រះយេស៊ូវចង់ស្វាគមន៍ព្រះយេស៊ូវមកក្នុងជីវិតនៅក្នុងដួងចិត្តរបស់ខ្ញុំនៅត្រង់កន្លែងដ៏ពិសេសសូមទ្រង់យាងមកហើយធ្វើជាម្ចាស់ទ្រង់គឺជាអ្វីទាំងអស់នៃខ្ញុំនៅក្នុងដួងចិត្តរបស់ខ្ញុំនៅត្រង់កន្លែងដ៏ពិសេសសូមទ្រង់យាងមកហើយសោយរាជលើខ្ញុំទ្រង់គឺជាសេរីល្អខ្ញុំនៅក្នុងដួងចិត្តរបស់ខ្ញុំនៅត្រង់កន្លែងដ៏ពិសេសសូមទ្រង់យាងមកហើយធ្វើជាម្ចាស់ទ្រង់ជាក្រុមទាំងអស់នៃខ្ញុំនៅក្នុងដួងចិត្តរបស់ខ្ញុំនៅត្រង់កន្លែងដ៏ពិសេសសូមទ្រង់យាងមកហើយសោយរាជលើខ្ញុំទ្រង់គឺជាសេរីល្អខ្ញុំព្រះយេស៊ូវអើយយើងខ្ញុំសូមស្វាគមន៍វត្តមានរបស់ព្រះអង្គធ្វើជាស្ដេចគ្រប់គ្រងលើចិត្តរបស់ទូលបង្គំទាំងអស់គ្នាដែលពីមុនគុណបដិសេធមិនព្រមទទួលស្គាល់ព្រះអង្គថាជាព្រះសង្គ្រោះប៉ុន្តែពេលនេះយើងខ្ញុំសូមសារភាពថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះសង្គ្រោះនៃជីវិតរបស់ខ្ញុំ
បើបងប្អូនមានដូចចិត្តយ៉ាងដូចនេះសូមបានបន្លឺសំឡេងហើយយើងអធិដ្ឋានជាមួយនឹងគ្នាស្វាគមន៍វត្តមានរបស់ព្រះយេស៊ូវគ្រីស្ទឲ្យធ្វើជាម្ចាស់នៅចិត្តរបស់យើងទាំងអស់គ្នាសូមបានស្រែកព្រះអង្គម្ចាស់យេស៊ូវអើយ3ដងយើងនឹងបន្លឺសំឡេងអធិដ្ឋានជាមួយនឹងគ្នា1 2 3ព្រះយេស៊ូវអើយព្រះយេស៊ូវអើយព្រះយេស៊ូវអើយអូព្រះយេស៊ូវដែលជាព្រះសូមបានគង់នៅក្នុងចិត្តកូនសូមអញ្ជើញវត្តមានរបស់ព្រះអង្គធ្វើជាអ្នកគ្រប់គ្រងនៃចិត្តរបស់ទូបង្គំធ្វើជាស្ដេចដែលសោយរីកលើចិត្តរបស់ទូបង្គំរាល់គ្នាមិនមែនកូនដែលធ្វើតាមចិត្តខ្លួនឯងនេះទេប៉ុន្តែកូនចង់ដើរតាមព្រះអង្គចង់ស្ដាប់តាមព្រះបន្ទូលរបស់ព្រះម្ចាស់សូមទ្រង់ធ្វើការនៅក្នុងចិត្តរបស់កូនទាំងគ្នាផងដែរអោព្រះយេស៊ូវអើយបើមានបងប្អូនចង់អធិដ្ឋានសម្រាប់មិត្តភក្តិក្រុមគ្រួសារឪពុកម្ដាយបានទទួលជាព្រះយេស៊ូវសូមបានបន្លឺសំឡេងអធិដ្ឋានជាមួយនឹងគ្នាអោព្រះយេស៊ូវសូមអញ្ជើញវត្តមានរបស់ព្រះមកសោយរីកលើជីវិតរបស់កូនរាល់គ្នាឲ្យព្រះម្ចាស់គ្រប់គ្រងលើជីវិតរបស់កូនឲ្យកូនធ្វើតាមព្រះハរតីរបស់ទ្រង់ដើរពីក្រោយព្រះម្ចាស់តាមការដឹកនាំដ៏ល្អទៅរកកន្លែងដែលមានស្មៅខៀវខ្ចីនិងទឹកហូរគ្រឿនរបស់ព្រះម្ចាស់ផងដែរព្រះម្ចាស់សូមទ្រង់ធ្វើការនៅកណ្ដាលយើងខ្ញុំទាំងអស់គ្នាពេលព្រះអាទិត្យរះហើយលេចពេលព្រះអាទិត្យរះហើយលេចពេលដែលខ្ញុំដើរក្នុងទីស្ងាត់ពេលនោះហើយជីវិតអាមែនជំនឿចាពេលដែលខ្ញុំមានកងឡើងពេលដែលខ្ញុំមិនមានអ្វីសល់នោះខ្ញុំសារភាពថាយេហូវ៉ាជាងដងទៀតពេលព្រះអាទិត្យរះហើយលេចពេលព្រះអាទិត្យរះហើយលេចពេលដែលខ្ញុំដើរក្នុងទីស្ងាត់ពេលនោះហើយជីវិតមានព្រះនៅពេលដែលខ្ញុំគ្មានកម្លាំងនៅពេលដែលខ្ញុំគ្មានកម្លាំងពេលដែលខ្ញុំមិនមានអ្វីសល់នោះខ្ញុំសារភាពថាយេហូវ៉ាព្រះម្ចាស់ទ្រង់ធ្វើការសូមយើងប្រកាសជាមួយគ្នាព្រះអង្គចាទ្រង់ធ្វើការព្រះអង្គចាទ្រង់ធ្វើការដល់អ្នកថ្វាយគ្រប់ពេលអូដល់ព្រះអង្គអាមែនព្រះអង្គចាទ្រង់ធ្វើការព្រះអង្គចាទ្រង់ធ្វើការដល់អ្នកណាដល់ដែលយើងក្រាបថ្វាយបង្គំដែលយើងក្រាបថ្វាយបង្គំគឺជាពេលព្រះអង្គគង់នៅពោពេញដោយព្រះគុណព្រះអង្គដូចជានំប៉័ងហើយនឹងត្រីដូចជានំប៉័ងហើយនឹងត្រីក្រុមវ័យយើងថ្វាយដល់ទ្រង់ក្នុងគ្រាសាទីថាទីណាដែលយើងក្រាបថ្វាយបង្គំទីណាដែលយើងថ្វាយបង្គំគឺជាទីព្រះអង្គគង់នៅពោពេញដោយព្រះគុណព្រះអង្គដូចជាបាំងហើយនឹងត្រីគ្រប់វ័យយើងថ្វាយដល់ទ្រង់គ្រប់គ្នាសារភាពថាយេហូវ៉ាយើងប្រកាសដោយការលើកដៃជាមួយនឹងគ្នាព្រះអង្គចាទ្រង់ធ្វើការព្រះអង្គចាទ្រង់ធ្វើការដល់អ្នកដែលថ្វាយគ្រប់ទាំងអូដល់ព្រះអង្គអាមែនព្រះអង្គចា
ពេលនេះផងដែរយើងនឹងនៅតែបន្តអធិដ្ឋានជាមួយនឹងគ្នាសូមបានចាប់ដៃអ្នកដែលអង្គុយក្បែរខ្លួនយើងបាទ2នាក់3នាក់4នាក់5នាក់សូមបានចាប់ដៃគ្នាយើងអធិដ្ឋានសូមឲ្យព្រះជាម្ចាស់បានធ្វើការសម្រាប់មនុស្សដែលយើងកំពុងតែកាន់ដៃទាំងក្នុងក្រុមគ្រួសាររបស់គេទាំងនៅក្នុងជីវិតរបស់គេទាំងការសិក្សាការងារទំនាក់ទំនងរបស់គេសូមឲ្យព្រះជាម្ចាស់បានធ្វើការឲ្យមានការរួបរួមមានការរីកចម្រើនមានផលផ្លែកើតឡើងទោះបីជាពេលនេះកំពុងតែឆ្លងកាត់ទុក្ខលំបាកពេលវេលាដ៏ឈឺចាប់ជួបជាប់ជាមួយនឹងបញ្ហាផ្សេងៗជាមួយនឹងបញ្ហាសុខភាពបញ្ហាជាច្រើនដែលត្រូវដោះស្រាយទាំងបំណុលការពិបាកដែលមិនអាចនឹងនិយាយបានព្រះអង្គម្ចាស់អើយសូមទ្រង់ធ្វើការសម្រាប់មិត្តភក្តិរបស់ទូបង្គំដែលទូបង្គំកំពុងតែចាប់ដៃគាត់នេះសូមព្រះអង្គម្ចាស់ធ្វើការនៅក្នុងចិត្តរបស់គាត់សូមបានស្រែកព្រះអង្គម្ចាស់អើយហើយយើងនឹងអធិដ្ឋានជាមួយនឹងគ្នាព្រះអង្គម្ចាស់ព្រះអង្គម្ចាស់សម្រាប់មិត្តភក្តិរបស់ទូបង្គំដែលត្រូវការព្រះអង្គត្រូវការជំនួយដែលមកពីព្រះអង្គសម្រាប់ដោះស្រាយបញ្ហាសម្រាប់គេមកវិញដល់ជីវិតសូមទ្រង់គ្រប់គ្រងថែរក្សាការពារជាបាលដួងចិត្តដែលប្រេះស្រាំតិចខ្ទមគ្មាននរណាម្នាក់ដែលអាចចូលបានប៉ុន្តែព្រះអង្គជ្រាបនៅក្នុងចិត្តរបស់យើងខ្ញុំដល់គ្នាព្រះអង្គគ្រប់ទាំងអូដល់ព្រះអង្គអាមែនព្រះអង្គម្ចាស់ទ្រង់ធ្វើការ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 ដែលធ្វើគ្រប់ទាំងអស់ដល់ព្រះអង្គម្ចាស់ទ្រង់ធ្វើការព្រះអង្គម្ចាស់ទ្រង់ធ្វើការដល់អ្នកណាដែលដើរដោយក្តីជំនឿព្រះអង្គម្ចាស់ទ្រង់ធ្វើការអាមែនព្រះអង្គអើយសូមបានធ្វើការសម្រាប់បងប្អូនទូបង្គំដែលថ្វាយជំនឿទៅចំពោះព្រះអង្គបាទលើកចុងក្រោយយើងនឹងអធិដ្ឋានជាសហគមន៍សូមបានក្រោកឈរឡើងទាំងអស់គ្នាសូមបានចាប់ដៃបាទមិត្តភក្តិរបស់យើង 4-5 នាក់ប្រហែលអ្នកក៏បានដែរបាទសូមបានចាប់ដៃគ្នាលើកនេះយើងអធិដ្ឋានសម្រាប់ប្រទេសជាតិរបស់យើងប្រទេសរបស់យើងត្រូវការព្រះអង្គត្រូវការសន្តិភាពសូមឲ្យព្រះជាម្ចាស់នៅតែបន្តគ្រប់គ្រងថែរក្សាការពារប្រទេសកម្ពុជាឲ្យមានសុខសុវត្ថិភាពជានិច្ចកុំឲ្យមានគ្រោះមហន្តរាយជំងឺអាសន្នត្រូវកើតឡើងនោះឡើយព្រះមានបន្ទូលថាចូលស្រឡាញ់ខ្មាំងសត្រូវរបស់ឯងស្រឡាញ់អ្នកដទៃឲ្យដូចខ្លួនឯងហើយស្រឡាញ់ដល់ខ្មាំងសត្រូវរបស់ឯងដែរយើងឃើញប្រទេសជិតខាងរបស់យើងដែលគេធ្វើបាបយាយីមកកាន់យើងក៏ពិតមែនប៉ុន្តែយើងនៅតែស្រឡាញ់ខ្មាំងសត្រូវយើងតបការស្អប់ដោយសេចក្តីស្រឡាញ់យើងតបស្នងការស្អប់ដោយសេចក្តីស្រឡាញ់វិញនោះគេនឹងឃើញព្រះយេស៊ូវនៅក្នុងយើងផងដែរសូមអធិដ្ឋានសម្រាប់ប្រទេសថៃដែលកំពុងតែជួបទឹកជំនន់សូមឲ្យព្រះជាម្ចាស់បានធ្វើការអស្ចារ្យនៅទីនោះផងដែរពីព្រោះនៅទីនោះក៏មានអ្នកជឿព្រះយេស៊ូវកើតមានផងដែរ
ហើយមានមនុស្សជាច្រើនដែលគេត្រូវការសេចក្តីសង្គ្រោះដូចជាយើងដែរសូមឲ្យព្រះជាម្ចាស់ប្រទានសេចក្តីសប្បុរសសេចក្តីមេត្តាករុណាទៅចំពោះពួកគេផងដែរហើយអធិដ្ឋានសូមឲ្យពិភពលោកមានសុខសន្តិភាពកើតឡើងសូមស្រែកថាព្រះយេស៊ូវអើយអធិដ្ឋានដល់គ្នា1 2 3ព្រះយេស៊ូវអើយអូបិតាដ៏ជាព្រះយេស៊ូវត្រូវការព្រះអង្គសូមប្រទានពរឲ្យប្រជាជនកម្ពុជារួចផុតពីការលំបាកផ្សេងៗសេចក្តីវេទនាគ្រោះមហន្តរាយជំងឺអាសន្នរោគការយាយីពីខ្មាំងសត្រូវសូមប្រងគ្រប់គ្រងបណ្ដេញអស់វិញ្ញាណអាក្រក់វិញ្ញាណងក្បាលងងឹតចេញពីទឹកដីនេះការថ្វាយបង្គំរូបព្រះប្រងចាឲ្យរលាយសាបសូន្យទៅឲ្យប្រជាជនគេបានបើកភ្នែកឲ្យព្រលឹងវិញ្ញាណស្គាល់ព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនៅជីវិតរបស់គេផងដែរហើយប្រទានពរសម្រាប់ប្រទេសថៃសូមបានប្រោសប្រទានពរដល់ពួកគេឲ្យបានទទួលជាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះជាព្រះអង្គម្ចាស់សង្គ្រោះនៅជីវិតរបស់គេផងដែរព្រះយេស៊ូវអើយសូមប្រោសឲ្យប្រជាជនមានការអស្ចារ្យកើតឡើងមានអ្នកជឿព្រះយេស៊ូវកាន់តែខ្លាំងឡើងផងដែរហើយពិភពលោកត្រូវការព្រះអង្គសូមឲ្យពិភពលោកបានសុខសាន្តទទួលបានព្រះពរល្អពីព្រះអង្គម្ចាស់មានមនុស្សជាច្រើនដែលគេមិនតស្គាល់ព្រះអង្គតែគេបានលឺដំណឹងល្អទទួលជាព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះនៅជីវិតរបស់គេចេញទៅគ្រប់ទិសទីក្នុងកម្ពុជាចេញទៅគ្រប់ទិសទីក្នុងកម្ពុជាអស់ពីដួងច័ន្ទជីវិតយើងនឹងស៊ូទ្រាំទោះបីលំបាកយ៉ាងណាធ្វើទៅវិញឆ្ងាយយើងនឹងទៅ
បាទសូមយើងបានជូនពរអ្នកក្បែរខ្លួនថាសូមឲ្យអ្នកបានคล้ายទៅជាទីបញ្ចេញពរដល់ប្រទេសកម្ពុជាបាទសូមដូរដៃគូសូមថាសូមឲ្យអ្នកคล้ายជាទីបញ្ចេញពរដល់ពិភពលោកដូច្នេះសូមបងប្អូនទាំងគ្នាបងប្អូនយុវជនបាទយើងនឹងសម្រុំចិត្តអធិដ្ឋានបិទកម្មវិធីដោយការប្រទានពរដោយលោកគ្រូគង្វាល PA ផងដែរបិតាដ៏ជាព្រះគុណសូមអរព្រគុណដល់ព្រះអង្គដែលព្រះអង្គទ្រង់បានអនុញ្ញាតនិងក៏ហៅទូបង្គំយើងខ្ញុំទាំងអស់គ្នាឲ្យចូលនៅក្នុងរាជដំណាក់របស់ផងនៃព្រះអង្គឲ្យយើងខ្ញុំទាំងអស់គ្នាមានអភ័យឯកសិទ្ធិក្នុងការដែលសរសើរដំណើរនិងអធិដ្ឋានស្ដាប់នៅព្រះបន្ទូលរបស់ផងនៃព្រះអង្គនៅក្នុងសម័យកាលនេះគឺជាសម័យកាលដែលលំបាកដែលឲ្យយើងខ្ញុំទាំងអស់គ្នាបានសម្លឹងទៅមើលផ្នែកហិរញ្ញវត្ថុផ្នែកសេដ្ឋកិច្ចដែលពេលខ្លះយើងទាំងអស់គ្នាបានរំលងមើលអំពីសាវតារំលងអំពីអត្តសញ្ញាណរបស់ខ្លួនឯងព្រះអង្គឲ្យសូមអត់ទោសនៅសេចក្តីកំហុសនេះមកកាន់ទូបង្គំយើងខ្ញុំទាំងអស់គ្នាសូមប្រយោជន៍ព្រះទ្រង់បានទតមើលអំពីសេចក្តីដែលយើងខ្ញុំទាំងអស់គ្នាមានការរួបរวมគ្នាក្នុងការដែលជួបជុំគ្នាមួយខែម្ដងនឹងពួកជំនុំយុវជននិងបងប្អូនទាំងអស់កំពុងតែមានសេចក្តីទន្ទឹងរង់ចាំនៅព្រះបន្ទូលរបស់ផងនៃព្រះអង្គសូមឲ្យជំនួបនេះផងដែរគឺជាជំនួបដ៏អកលជាជំនួបដែលយើងខ្ញុំទាំងអស់គ្នាមានការរួបរวมនិងបន្តនឹងបេសកកម្មនេះបន្តជារៀងរហូតនឹងអធិដ្ឋានសម្រាប់នឹងប្រទេសកម្ពុជានឹងអធិដ្ឋានលើទូទាំងសកលលោកជាប្រទេសជាពិសេសប្រទេសអ្នកជិតខាងតែត្បិតព្រះអង្គទ្រង់បានបង្កើតរូបយើងខ្ញុំមកឲ្យមានលក្ខណៈដូចជារូបអង្គទ្រង់ជនជាតិថៃទោះបីជាមានគំនុំនិងមានការជាច្រើនដែលមានការវិវាទរវាងប្រទេសកម្ពុជាក៏ដោយប៉ុន្តែក៏ព្រះអង្គបង្កើតឲ្យមានលក្ខណៈដូចជារូបព្រះអង្គផងដែរដូច្នេះសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានអធិដ្ឋានសម្រាប់នឹងគូសត្រូវហើយសូមឲ្យយើងទាំងអស់គ្នាបានស្រឡាញ់អ្នកជិតខាងខ្លួនឲ្យដូចជាខ្លួនឯងសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានអនុវត្តនៅព្រះបន្ទូលទាំងពីរប្រការដែលព្រះអង្គទ្រង់បានញែក10ប្រការមកនៅសល់តែ2ប្រការដ៏ធំនេះសូមឲ្យយើងខ្ញុំទាំងនេះបានអនុវត្តដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាបានធ្វើតាមនៅព្រះハរតីនិងការបង្គាប់បញ្ជារបស់ផងនៃព្រះអង្គព្រះអង្គឲ្យសូមឲ្យយើងខ្ញុំម្នាក់រស់នៅឲ្យមានការដែលស្ទប់រស់នៅតាមព្រះハរតីរបស់ផងនៃព្រះអង្គហើយសូមឲ្យយើងខ្ញុំទាំងនេះមានការសះស្បើយនិងមានការមេត្រីភាពរវាងព្រះអង្គនិងទូបង្គំខ្លួនឯងក៏ដូចជាអ្នកជិតខាងផងដែរទាំងរូបឈើឆ្កាងមានឈើត្រង់គឺទំនាក់ទំនងរវាងយើងជាមួយនឹងព្រះអង្គឯឈើផ្ដេកនោះគឺជាការទំនាក់ទំនងរវាងយើងជាមួយនឹងអ្នកជិតខាងព្រះអង្គឲ្យសូមឲ្យយើងខ្ញុំទាំងនេះបានដឹងអំពីអត្តសញ្ញាណទាំងអស់នេះហើយសូមឲ្យយើងខ្ញុំទាំងអស់គ្នារាល់ថ្ងៃបានសះស្បើយតាមរយៈនៃការដែលថ្វាយបង្គំទៅកាន់ព្រះអង្គសូមឲ្យអ្នករាល់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីនៃការដែលថ្វាយបង្គំសូមឲ្យព្រះអង្គទ្រង់បានទទួលយកនៃការដែលថ្វាយបង្គំនេះដោយសេចក្តីអំណរហើយសូមឲ្យយើងខ្ញុំទាំងអស់គ្នាបានទទួលបាននៃការឆ្លើយតបតាមរយៈនៃការដែលថ្វាយបង្គំនេះសូមឲ្យអ្នករាល់គ្នាបានប្រកបនឹងព្រះគុណរបស់ព្រះនៃព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនិងសេចក្តីស្រឡាញ់របស់ព្រះបិតានិងការរួបរวมគ្នាតាមរយៈនៃព្រះវិញ្ញាណបរិសុទ្ធចាប់ពីឥឡូវនេះរហូតដល់អកលជានិច្ចកម្មវិធីថ្វាយបង្គំរបស់យើងនៅពេលនេះគឺដល់ពេលបញ្ចប់ហើយហើយមុនពេលដែលបញ្ចប់យើងជួលដំណឹងផ្សេងបាទដូចជាបងប្អូនគ្នាបានដឹងហើយកម្មវិធីរបស់យើងការថ្វាយបង្គំរបស់យើងគឺមួយខែមួយដងដូច្នេះនៅខែ12យើងនឹងធ្វើម្ដងទៀតហើយយើងធ្វើនៅព្រះវិហារលោកគ្រូរិទ្ធចាបាទនៅព្រះវិហារលោកគ្រូរិទ្ធចាហើយថ្ងៃគឺយើងអត់ទាន់បានកំណត់ទេហើយយើងនឹងផ្ដល់ព័ត៌មានតាមក្រោយតាមគ្រូដឹកនាំបាទបងប្អូនណាដែលភ្លេចសោម៉ូតូ019បាទដល់បាន18អូហ្នឹងហើយចាំទៅខ្ញុំបាទ
អរគុណព្រះអង្គហើយបន្ទាប់ពីថ្វាយបង្គំយើងក៏មានអាហារសម្រន់ដែរគឺផ្លែឈើប៉ុន្តែប្រហែលជាមានការខ្វះខាតដូច្នេះសូមបងប្អូនលោកគ្រូអ្នកគ្រូទាំងអស់គ្នាអធិស្ឋានផងដែរបាទយើងមានការរៀបចំនឹងស្មានថាយើងចូលរួមច្រើនបាទដល់ថ្នាក់នេះប៉ុន្តែសង្ឃឹមថាពេលក្រោយយើងនឹងរៀបចំឲ្យបាន200នាក់អាហារសម្រាប់មែនអត់លោកគ្រូអ្នកគ្រូហើយខ្ញុំជឿជាក់ថាតាមរយៈការថ្វាយបង្គំនេះយើងទទួលបានប្រគុណច្រើនពីព្រះអង្គទទួលបានប្រពរច្រើនពីព្រះអង្គជាពិសេសយើងមានទំនាក់ទំនងល្អជាមួយព្រះអង្គហើយក៏មានទំនាក់ទំនងល្អជាមួយអ្នកគេមានយើងដែរមែនអត់ស្គាល់គ្នាកាន់តែច្បាស់អរគុណព្រះអង្គហើយកម្មវិធីគឺបានបញ្ចប់ហើយហើយការថ្វាយបង្គំនៅខែក្រោយខ្ញុំនឹងពេលវេលាថ្ងៃណាចាំខ្ញុំនឹងចែកជូនទៅកាន់អ្នកដឹកនាំព្រះវិហាររៀងខ្លួនបាទចឹងអរគុណច្រើនបាទសូមអរគុណពរដល់បងប្អូនគ្នាចូលរួមធ្វើថ្វាយបង្គំនៅថ្ងៃនេះបាទសូមអរគុទ្រង់បងថ្លៃ